បាទសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទចឹងនៅក្នុងវីដេអូនេះខ្ញុំមកចង់ស្រាយចម្ងល់បងប្អូនទាំងគ្នាអំពីសំណួរមួយចំនួនដែលបងប្អូនតែងតែឆាតមកតាម Telegram របស់ខ្ញុំផ្ទាល់ក៏ដូចជា Page សំណួរបងប្អូនតែងតែសួរខ្ញុំភាគរយខ្ពស់ហ្នឹងគឺសំណួរច្រើនតែដដែលអញ្ចឹងខ្ញុំមកធ្វើជាវីដេអូមួយនេះដើម្បីបង្ហាញក៏ដូចជាបញ្យល់ទៅបងប្អូនទាំងគ្នាដើម្បីឲ្យស៊ីជម្រៅជាមួយនឹងការរកមើល Facebook ឲ្យរៀងជ្រៅបន្តិចទៅបាទសំណួរបងប្អូនតែងតែសួរខ្ញុំដដែលហ្នឹងគឺគាត់តែងតែសួរខ្ញុំថាបង page របស់ខ្ញុំនេះ follow មានប៉ុណ្ណេះតើពេលណាបានខ្ញុំមានសិទ្ធិរកលុយមួយ Facebook អញ្ចឹងទេក៏មានបងប្អូនផ្សេងទៀតទៅបង page របស់ខ្ញុំនេះខ្ញុំផុសវីដេអូខ្ញុំធ្វើ content រីកបានប៉ុណ្ណេះផ្ទុះបានប៉ុណ្នេះហើយពេលណាបានវាតម្លាក់ tool ដើម្បីឲ្យយើងរកលុយមួយ Facebook អញ្ចឹងទេក៏មានបងប្អូនផ្សេងទៀតបងតើ page មាន follower ប្រមាណហើយ page របស់យើងមាន viewer ប្រមាណទៅទទួលបានការរកលុយមួយ Facebook គ្រប់កលការជាមួយនឹងការរកលុយមួយ Facebook បាទសំណួរជាច្រើនតែងតែសួរខ្ញុំសរុបទាំងអស់ទៅគឺសំណួរហ្នឹងគឺដដែលទេអញ្ចឹងក្នុងវីដេអូនេះខ្ញុំមកបញ្យល់បងប្អូនឲ្យស៊ីជម្រៅជាមួយនឹង Facebook បន្តិចពាក់ព័ន្ធជាមួយនឹងខ្ញុំនិយាយពីបច្ចុប្បន្នបាទបច្ចុប្បន្នខ្ញុំនិយាយពីក្នុងថ្ងៃនេះបាទទៅមុខទៀតយើងអត់ដឹងថាវាអាប់ដេតទៅដល់ណាទេតែខ្ញុំនិយាយនេះគឺនិយាយក្នុងថ្ងៃនេះពាក់ព័ន្ធជាមួយនឹង tool ដែលយើងរកលុយជាមួយ Facebook នេះពេលបច្ចុប្បន្នគឺគ្មានលក្ខខណ្ឌឬមួយកលការអ្វីឡើយបាទអត់មានទេអត់មានចាំបាច់តគ្រប់5k follower ឬមួយក៏ 10k follower ហើយតតែមាន viewer 60k នាទីដូចពីមុនឬមួយក៏1M អីចឹងណាគឺអត់មានទេបងប្អូនស្ដាប់ឲ្យតន់គឺមិនមានទាំងអស់អញ្ចឹងយើងទទួលបាននូវការរកលុយដោយវិធីណាបាទអញ្ចឹងចម្លើយនោះគឺអាស្រ័យទៅលើ Facebook invite ហ្នឹងមានន័យថាម៉េច invite មានន័យថារៀងរាល់មួយខែពេលខ្លះក៏មួយខែពីរដងពេលខ្លះក៏មួយខែម្ដងពេលខ្លះទៅក៏ឈានទៅដល់2ខែម្ដងក៏មានដែរគឺការ random invite របស់ Facebook ទេ Facebook តែងតែទម្លាក់ invite CM ដែលគេហៅថាជា tool រកលុយមួយ Facebook ហ្នឹង content monetization ដែលយើងហៅកាត់ថា CM ហ្នឹងតែងតែតម្លាក់រៀងរាល់មួយខែម្ដងឬពីរដងឬមួយក៏2ខែម្ដងអាស្រ័យទៅបើនិយាយងាយយកអាស្រ័យទៅលើក្បាលវ៉ាល់របស់ Facebook ទេអញ្ចឹងពេលណាដែរ Facebook តម្លាក់ invite បងប្អូនដែលធ្វើ page ច្រើនគឺគាត់មានឱកាសច្រើន follower អត់សំខាន់ viewer ក៏មិនសំខាន់ដែរប៉ុន្តែបងប្អូនត្រូវតែមាន content ឬមួយវីដេអូនៅក្នុងហ្នឹងដែរមិនមែនថាយើងបង្កើត page ទុកចោលទៅសង្ឃឹមថាបាន invite ទេមានទៀតករណីហ្នឹងក៏មានទៀតបងប្អូនធ្វើ page ច្រើនរាប់រយរាប់ពាន់ page នៅក្នុងនោះវាតែងតែមាន1ឬ2ដែរគេហៅថាសំណាងរបស់គាត់គ្រាន់តែ create page ទុកចោលវាទទួលបាននូវការ invite CM ក៏មានដែរខ្ញុំធ្លាប់ជួបក៏ប៉ុន្តែករណីនេះវាមានតិចបាទ100វាមាន1ឬមួយ1000 page វាមាន1ទេអញ្ចឹងខ្ញុំ recommend ក៏ដូចជាលើកទឹកចិត្តឲ្យបងប្អូនខំប្រឹងតម្លាក់វីដេអូខំប្រឹងផលិតមាតិកាប្រចាំថ្ងៃទៅមិនបាច់តតែផុសរាល់ថ្ងៃឲ្យទៀងក៏បានដែរ2ថ្ងៃម្ដង3ថ្ងៃម្ដងឬមួយក៏មានពេលច្រើនមួយថ្ងៃម្ដងមួយថ្ងៃពីរដងក៏បានដែរអត់អីទេឲ្យតែមានវីដេអូតម្លាក់ជាប្រចាំថ្ងៃរៀងរាល់ថ្ងៃម្ដង2ថ្ងៃម្ដងយល់មកឲ្យយើងបានផុសសកម្មមួយវាទៅមិនយូរមិនឆាប់បងប្អូននឹងបាន invite tool CM រកលុយហើយបងប្អូនគាត់ជាឆ្ងល់ចាស់ tool CM រកលុយហ្នឹងយើងដឹងវិធីណាដឹងតាមវិធីណាថាវាតម្លាក់នៅពេលណាអត់ប្របាក់ទេបងប្អូនយើងមើលទៅ new feed បងប្អូនយើង MMO ទៅតែ new feed គាត់ប្រាប់ថាថ្ងៃនេះ invite បងប្អូនចូលទៅឆែកមើលគេដែរទៅតែធ្លាក់មកគឺយើងចូលទៅឆែកមើលទៅអ្នកណាដែលគាត់ធ្វើ page ច្រើនគឺមានឱកាសច្រើនហើយបើយើងធ្វើ1 2វាដូចអត់សង្ឃឹមទេតែបើធ្វើច្រើនចាប់ពី10 20ឬក៏រត់ឡើង100 page គឺយើងសង្ឃឹមហើយអញ្ចឹងត្រឡប់មកវិញការទទួលបាននៅ tool រកលុយជាមួយនឹង Facebook អត់មានផ្ដោតទៅលើ follower ឬមួយ view អីអត់ទេយើងអត់និយាយចឹងទេគឺមានន័យថាអត់មានកលការឬមួយលក្ខខណ្ឌអីទេអត់ដូចជំនាន់មុនទេជំនាន់មុនគឺយើងមានលក្ខខណ្ឌជំនាន់ in-stream អីចឹងទៅfollower 5k ឬមួយក៏ viewer 60k នាទីបានគ្រប់កលការក្នុងការ set up ឯងប៉ុន្តែបច្ចុប្បន្នគឺយើងអត់មានលក្ខខណ្ឌអីទាំងអស់គឺអាស្រ័យទៅលើ Facebook invite ទេអញ្ចឹងបងប្អូនធ្វើច្រើនសំណាងមានច្រើនហើយធ្វើតិចសំណាងក៏វាមានតិចទៅតាមហ្នឹងអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូនស្ដាប់ហើយនឹងយល់ហើយបើមានចម្ងល់អីអាចឆាតសួរខ្ញុំបន្ថែមបាទខ្ញុំរីករាយនឹងផ្ដល់យោបល់ចំណេញបាទអរគុណច្រើនបាទ